សួរកញ្ញាបាទថ្ងៃនេះពេលអាវកម្មាដែរមកគ្នាមែនចាអេយកបាញ់អត់ទេយកបាញ់យកសពឃើញកម្មាឌីកនៅក្នុងទឹកការនគរសុត្រាណាដល់ពេលទៅក៏ពាក់គេអាវហើយដូចគ្នាខ្ញុំរៀនសពដែរយើងចិត្តដូចគ្នាហើយអូយនិយាយទៅស្អាតមែនទែនណាបាទយើងបាទតាមពិតទៅខ្មែររបស់យើងគឺមានសម្លៀកបំពាក់ច្រើននិយាយទៅគឺសម្បូរបែបមែនទែនបាទប៉ុន្តែក្នុងគណៈពេលនេះគឺយើងលើកយកពីកម្មាខ្មែរដែលជាសញ្ញាជាតិខ្មែររបស់យើងណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបានដើរទស្សនាជាមួយនឹងកម្មវិធីសង្ក្រាន្តនេះគឺប្រកាសជាឃើញថាការរៀបចំរចនាដេកគឺប្រើប្រាស់ជាមួយនឹងកម្មាគឺថាមានភាពស្រស់ស្អាតលេចធ្លោតែម្ដងបាទគឺហើយណាមួយយើងឆ្នៃមកជាសម្លៀកបំពាក់ជាកបោបជាអីបានច្រើនទៀតញ៉ាំដឹងអត់ថាកម្មាខ្មែររបស់យើងគឺជាប់ចេញវិធីជាប់ជាសម្បត្តិនៃពិភពលោកហើយក៏ជាប់ជាកម្មាដែលវែងជាងគេនៅទូទាំងពិភពលោកបាទហើយកាលណាឃើញកម្មាខ្មែរគឺបញ្ជាក់ពីបងប្អូនប្រជាជនខ្មែរប្រជាជនខ្មែររបស់យើងដែលប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយដែលប្រើប្រាស់កម្មានេះគឺជានិមិត្តរូបថ្ងៃនេះគឺជាថ្ងៃទី3បាទនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអញ្ចឹងកញ្ញាមានដឹងអត់ថាថ្ងៃនេះគឺយើងមានកម្មវិធីអីខ្លះក្នុងការនគរសង្ក្រាន្តនិយាយទៅមើលទៅដូចថាមានកម្មវិធីជាច្រើនលោកហ៊ីនចាច្រើនមែនតើហើយក៏យើងអត់ទាន់បានទៅផ្ដិតយករូបផ្ទាល់ដែរចាចាំបើតាមខ្ញុំដឹងព័ត៌មានគឺថ្ងៃនេះគឺយើងមានកម្មវិធី3ធំបាទទី1គឺការសម្ដែងយុទ្ធគុណចម្រុះខ្មែរបុរាណបាទគឺលេងនៅខាងបរិវេណនៃមន្ទីររមណីយដ្ឋានវត្តភ្នំបាទគឺសម្ដែងតិចទៀតយើងទៅទស្សនាគ្នាហើយបាទចំពោះកម្មវិធីទី2វិញគឺការសម្ដែងល្ខោនគឺល្ខោនណាដឹកទៅនេះគេដាក់ថាសម្ដែងល្ខោនអាពេគាត់ចាំដឹងអត់ចាំដឹងខ្ញុំឆ្ងល់ដែរថាល្ខោនអាពេហ្នឹងល្ខោនអីគេទៀតយើងទៅនឹងទៅមើលទាំងអស់គ្នាថាតើល្ខោនហ្នឹងវិញណាហើយចំណងជើងគេលេងហ្នឹងគឺប្រច័នគោរពបាទប្រច័នគោរពនៅភូមិវប្បធម៌គាត់ទៅលឺសូក៏ដឹងថាអស្ចារ្យមែនទែននៅភូមិវប្បធម៌នៅឆាតធំតែម្ដងបាទហើយចំពោះកម្មវិធីទី3ហ្នឹងគឺរំវងបាទរំវងជុំញាតបាទរំវងជុំញាតពីមកពីគ្រប់ទិសទីទាំងអស់បងប្អូនរំជាមួយគ្នាក្នុងរាត្រីនេះបាទកុំភ្លេចមកចូលរួមលេងទាំងអស់គ្នាបាទគឺថ្ងៃនេះគឺមកពីគ្រប់មជ្ឈដ្ឋានជុំវិញគឺច្រើនមែនតើបាទគឺទីតាំងគឺរំនៅផ្លូវថ្មើរជើងយើងបាទគេថា Walk Street តោះឥឡូវដើម្បីកុំឲ្យខាត់ពេលវេលាយូរតោះទៅទស្សនាជាមួយនឹងពួកយើងទាំងអស់គ្នាវិធីពេលនេះសែនពិសេសអស្ចារ្យនាងកញ្ញារំសង្ហាជាងមុនរំសង្ហាជាងមុន
ចាក់ទឹកចូលដល់ពេលដល់នេះដើម្បីយកញ៉ាំអស់ចាក់ទឹកថែមទៀតបាទអស់ថែមរហូតដល់អស់ជាតិតែម្ដងពិតជាពិសេសមែនតើទៅបាទចង់កាប់ច្រាំងអើយលូជួបមកប្រទាំងទុនចិនតា បាទលោកអ្នកទៅតែបានទស្សនាជាមួយនឹងការបង្ហាញជាមួយនឹងទាំងទស្សនីយភាពជាច្រើនវគ្គច្រើនសូរបាទអ្នកកញ្ញាចាំអត់វគ្គទី1ឯគេដូចជារបាំកងោបាទរបាំកងោ Silent បាទទី2គឺនាងទេមច្ឆាបាទហើយសម្រាប់ទី3នេះគឺរបាំសម្រាប់បងប្អូនជនជាតិភាគតិចណាបាទបេះបាទហើយទី4គឺរបាំតតងមួយទេពមនោរម្យគេថារបាំបរិក្របបាទឈ្មោះថាទេពមនោរម្យបាទហើយរបាំចុងក្រោយនេះតែកំពុងតែលេងនេះគឺរបាំនេសាទបាទអញ្ចឹងគ្រប់ឈុតគ្រប់ឆាកគឺបង្ហាញជាមួយនឹងបាទកម្មភាពរស់រវើកហើយការរៀបចំគឺបេះនិយាយទៅគឺល្អណាស់ចោះតែម្ដងបាទជាពិសេសសម្រាប់ពុកម៉ែបងប្អូនដែលបានអញ្ជើញទៅលេងនៅក្នុងសារមន្ទីរភូមិវប្បធម៌នៅសៀមរាបបាទគឺប្រកាសជាបានជួបមួយពួកគាត់ហើយគាត់យើងឃើញមានពួកគាត់មកចូលរួមសម្ដែងនៅទីនេះនិយាយទៅគឺគាត់លើកកកាយមកទីនេះទាំងអស់តែម្ដងបាទអញ្ចឹងពិតជាពិសេសអស្ចារ្យមែនទែនសម្រាប់ព្រឹត្តិការណ៍នគរសង្គ្រាមថ្ងៃនេះគឺពិតជាអស្ចារ្យបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលអញ្ជើញមកទស្សនាផ្ទាល់កាន់តែពិសេសហើយសម្រាប់ពុកម៉ែបងប្អូនដែលទស្សនាតាមខាងការផ្សាយផ្ទាល់cũngច្រើនណាស់គឺផ្សាយចេញពីស្ថានីយទូរទស្សន៍បច្ចុប្បន្នបាទជាមួយនឹងទូរទស្សន៍ជាតិកម្ពុជាក៏ពិសេសដែរបាទឃើញថាពេលវេលាចិត្តតែរំកិលតែមុខគឺកាន់តែលឿនមែនតើបាទពេលវេលាសบายបែបនេះគឺកម្រមានមែនតើឃើញថាមួយផ្លែតគឺ3ថ្ងៃបាទ3ថ្ងៃគឺមកដល់ទីបញ្ចប់បាទហើយក៏ជាកម្មនេះក៏សូមថ្លែងអំណរគុណដល់ប្រិយមិត្តពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ពួកយើងតាំងពីដើមរហូតដល់ចប់បាទហើយនៅក្នុងព្រឹត្តិការណ៍3ថ្ងៃនេះគឺថាពិតជាអ៊ូអរមែនតើហើយបងប្អូនប្រជាពលរដ្ឋណាសប្បាយ
lúc khi năng sờ bài vậy cái bài pan mà dài ngày muốn nhung đào tới cái pan mà dài cái lại to thì ឃើញថាយើងនៅក្នុងព្រឹត្តិការណ៍នគរសង្គ្រាមនេះគឺរៀបចំរចនាសម្ព័ន្ធគឺល្អមែនតើគឺគេថាមានតំបន់ការតំបន់ដែលអាចលេងបានតំបន់ដែលលេងម្សៅវាខុសពីឆ្នាំកន្លងមកហើយឃើញថាឆ្នាំនេះគឺមានការលេងគឺរបៀបរៀបរយបាទថាសម្រាប់ការដែលគាត់ចូលរួមលេងទាំងអស់គ្នាគឺមានក្រមសីលធម៌បាទគឺគោរពគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកបាទថាតាក់ដឹកនាំរបស់យើងគឺបានរៀបចំព្រឹត្តិការណ៍នេះឡើងគឺគិតគូរបាទពីសុខសុវត្ថិភាពបាទសន្តិភាពរបស់ប្រជាពលរដ្ឋឃើញថាពួកគាត់ចូលមកលេងបាទលេងកម្សាន្តគឺសប្បាយអស់ពីចិត្តតែម្ដងហើយថ្ងៃបញ្ចប់នេះផងដែរគឺថ្ងៃទី10ថ្ងៃទី3ត្រូវតែថ្ងៃទី16អញ្ចឹងពួកយើងតែ2នាក់ក៏អោនកាយចាជូនពរបងកងទ័ពជួលមកតែទោះបីប្រជាពលរដ្ឋដូចគ្នាខ្ញុំសប្បាយយ៉ាងណាក៏ដោយក៏អត់ភ្លេចជាមួយនឹងបងកងទ័ពជួលមុខនឹងជនភៀសសត្វដែរតែគាត់កំពុងតែមានការលំបាកនៅព្រំដែនគ្រប់ពេលគ្រប់វេលាគឺនៅតែយើងនៅតែចងចាំផ្លេចពីគុណបំណាច់របស់បងជួលមុខបាទសូមវត្ថុស័ក្តិសិទ្ធិទាំង8ទិសជួយគ្រប់គ្រងការពារបងកងទ័ពឲ្យគាត់ជួបតែសេចក្តីសុខហើយកុំឲ្យមានសត្រូវមកបៀតបៀនទាមទារតទៅទៀតសូមឲ្យបញ្ចប់ការបាញ់ឲ្យបញ្ចប់សង្គ្រាមចាដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មានសុខសុវត្ថិភាពនិងមានសេចក្តីសុខនៅក្នុងប្រទេសយើងបាទ